ទូកចាស់ធ្វើការធ្ងន់អ្នកធ្វើអាជីវកម្មតូចៗរមែងតែនិយាយពាក្យថាគ្មានពេលឈឺទេដើម្បីបញ្ឈឺខ្លួនឯងតាមពិតទៅពាក្យសម្ដីនេះមិនបានហួសពីការពិតទេចូលមើលម្ចាស់ហាងលក់ឆាភួយឬហាងលក់មីដែលមានកូនដូចជាអ្នកដទៃគិតចង់ធ្វើឲ្យដូចអ្នកធ្វើការស៊ីប្រាក់ខែតែមានពេលវេលាធ្វើការច្បាស់លាស់ហើយបើកហាងម៉ោង9ព្រឹកបិទហាងម៉ោង5ល្ងាចថ្ងៃឈប់សម្រាកនិងបិទហាងនាំប្រពន្ធកូនទៅដើរលេងនៅជ័យក្រុងរឿងនេះបើគ្រាន់តែគិតគឺអាចគិតបានប៉ុន្តែនៅពេលធ្វើមែនតើនោះគឺមិនអាចធ្វើបានឡើយទីបំផុតគ្មានពេលបានសម្រាកតតែសោះព្រោះហេតុអ្វីព្រោះចង់បានកម្រៃនិងស្ដាយប្រាក់ចំណូលដែលបាត់បង់ដោយសារបិទហាងមួយថ្ងៃបាត់បង់ប្រាក់ចំណូលអស់ជាច្រើនបិទហាង2ថ្ងៃអតិថិជននឹងទៅទិញនៅហាងផ្សេងអ្វីទាំងនេះស្របទៅនឹងសុភាសិតថាទូកចាស់ធ្វើការធ្ងន់ព្រោះម្ចាស់ទូកចាស់ខ្វះប្រាក់ជួសជុលទូកឲ្យថ្មីទើបបណ្ដោយឲ្យទូកមានសភាពចាស់ទ្រុឌទ្រោមទូករបស់អ្នកដទៃអាចនឹងមានពេលសម្រាកជាញឹកញាប់ប៉ុន្តែដោយសារតែម្ចាស់ទូកចាស់ត្រូវការរកប្រាក់មកចិញ្ចឹមជីវិតទើបទូកចាស់ត្រូវគេប្រើឲ្យធ្វើការកាន់តែធ្ងន់និងគ្មានពេលវេលាឈប់សម្រាកឡើយមនុស្សយើងក៏ដូចគ្នាដែរអ្នកមានប្រាក់អាយុត្រឹមតែ40ឆ្នាំប្រាប់ថាចាស់ហើយរីឯអ្នកក្រវិញអាយុដល់ទៅ60ឆ្នាំហើយនៅប្រាប់ថាខ្លួននៅក្មេងនៅអាចធ្វើការបានពេលអ្នកក្រចូលនិវត្តន៍នៅតែអាចធ្វើការបានព្រោះបើមិនធ្វើការទេនឹងគ្មានប្រាក់ហូបបាយឡើយអ្នកក្រមិនត្រឹមតែត្រូវធ្វើការប៉ុណ្ណោះទេថែមទាំងត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរទៀតផងទើបបានប្រាក់ច្រើនបញ្ហានៅត្រង់ថាទូកចាស់មិនអាចទ្រាំទ្រនឹងកម្លាំងប៉ះទង្គិចនៃរលកសមុទ្របាននោះទេការធ្វើការធ្ងន់គឺប្រៀបដូចជាចិញ្ចក់ឈាមរបស់ខ្លួនឯងដូច្នេះដែរព្រោះអ្នកក្រគ្មានឱកាសបានសម្រាកឲ្យបានពេញលេញគ្មានអាហារបំពន់កម្លាំងឡើយដូច្នេះបើខំប្រឹងធ្វើការខ្លាំងពេកអាចនឹងទន់ខ្សោយរហូតដល់ឈឺ